អូខេខ្ញុំបង្ហាញនិយាយពាក់ព័ន្ធជាមួយនឹង keyboard shortcut មួយដែលលឿននៅពេលយើងធ្វើការគ្រប់គ្រងទៅលើ position rotation ហើយនិង scale របស់ object អូខេឥឡូវឧទាហរណ៍ថានឹងមានបាំង key head មួយដែល Susan អញ្ចឹងយើងចង់ធ្វើការរំកិលទីតាំងឬក៏ rotate វាឬក៏ scale វាយើងដឹងហើយថាយើងមានអា3ក្នុង 3D របស់យើងមានអា X ឆ្វេងស្ដាំអា Y គឺមុខក្រោយក្នុង Blender អា Y គឺមុខក្រោយហើយអា Aperture វាគឺអា Z ហើយយើងឃើញ Aperture ទៅយើងអាចចូលមកក្នុងកន្លែង overlay នេះមកយើងយក axis ដាក់ Z នេះមកអញ្ចឹងវាបង្ហាញអាមួយទៀតឲ្យយើងតែម្ដងឃើញអត់នេះជាអា Z Aperture របស់វាហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការរំកិលទីតាំងវាទៅមុខទៅក្រោយអញ្ចឹងខ្ញុំឈរទៅលើ monkey head ខ្ញុំជាអក្សរគេជាអក្សរ G គឺ grab អញ្ចឹងយើងអាចរំកិលទីតាំងវាបានដែរជាអក្សរ G មួយមកចង់រំកិលមុខក្រោយជាទូទៅពេលយើងចុច G ដំបូងមកគឺវារំកិល free តែម្ដងឃើញអត់ទៅណាក៏បានសាច់ចិត្តរបស់វាអញ្ចឹងទៅមុខទៅក្រោយអញ្ចឹងយើងដឹងអីគេអាហ្នឹងគឺអា Y ជាអក្សរ Y មកអញ្ចឹងវារំកិលទៅមុខទៅក្រោយអូខេបើចុចអា Z វារំកិលឡើងលើចុះក្រោមអា X កិលឆ្វេងស្ដាំក៏ប៉ុន្តែខ្ញុំខ្ជិលធ្វើការគេចុចមកស្ដាំមួយមកដើម្បីលេងវាចោលវិញខ្ញុំចង់ប្រើប្រាស់ shortcut ថ្មីមួយទៀតឲ្យបញ្ចាំបែប Y X Y ហើយនិង Z ជាងធ្វើម៉េចអញ្ចឹងអក្សរ G ដដែលអូខេឧទាហរណ៍ខ្ញុំចង់រំកិលអា Y ទៅចុចមកកណ្ដាលជាប់មកកណ្ដាល scroll wheel របស់យើងជួយឲ្យជាប់មកហើយយើងមើលឃើញមួយគេនោះយើងឃើញមានបន្ទាត់ពណ៌សត្រេមួយអត់ទេអញ្ចឹងយើងអាចធ្វើការបង្វិលវាបានឃើញអត់យើងបង្វិលទៅលើអាណាមួយយើងពេញចិត្តឧទាហរណ៍អា Z របស់យើងនេះឲ្យវា highlight ពណ៌ខៀវៗចឹងមកយើងលេងទៅយើងអាចកិលអា Z បានចុចមកកណ្ដាលជាប់ម្ដងទៀតដាក់អីគេអា Y វិញឧទាហរណ៍ចុចរំកិលទៅមុខទៅក្រោយធន់ទេប៉ុណ្ណឹងចង់លេងវាចោលវិញចុចមកស្ដាំចប់អូខេឧទាហរណ៍ចង់ធ្វើការ scale វាចុចអក្សរ S ដើម្បីធ្វើការ scale យើង scale ធម្មតា scale ស្មើមិនចឹងណាទាំង X Y Z ទៅជាមួយគ្នាឧទាហរណ៍ចង់ scale វា X ឲ្យវាយាទៅតឹងអញ្ចឹងធ្វើម៉េចចុច X មិនចឹងណាឬកម្យ៉ាងទៀតចុចមកកណ្ដាលជាប់យើងនឹងគេនេះដាក់បន្ទាត់សយើងនេះឲ្យចប់ X នេះមកហើយយើងលេងមកអូខេយើងអាចទាញបានហើយឃើញអត់អូខេមកស្ដាំលេងវាចោលវិញដូចគ្នាដែរជាមួយនឹងការ rotate ចុចអក្សរ R គឺ rotate របស់យើងបើយើងចុច R ពីរដងគឺយើង free form rotate តែម្ដងឃើញអត់ចុច R ម្ដង rotate ចំនេះគេចំពីមុខ view របស់យើងចុច R ពីរដងគឺ free rotate ចុចមកគេចុចមកស្ដាំលេងវាចោលម្ដងទៀតចុចអក្សរ R អញ្ចឹងបង្វិលជុំវិញអា Z ជាងធ្វើម៉េចចុចអក្សរ Z ឬក៏យើងព្រើគេមកកណ្ដាលរបស់យើងនេះដើម្បីស្វែងរកអារបស់យើងឃើញអត់នេះដាក់ចាំអា Z នឹងមកយើងលេងមកសិនមកយើងអាចបង្វិលបានឃើញអត់អូខេហើយបង្វិលទៅលឿនពេកឧទាហរណ៍ចង់ឲ្យវាបង្វិលយឺតចុច shift មួយទៀតមកវាបង្វិលយឺតអូខេ rotation ក៏អញ្ចឹង position អញ្ចឹង second យើងដូចគ្នាទាំងអស់យើងប្រើ shift ដើម្បីឲ្យគេវាទៅមួយបែបហ្នឹងអូខេឧទាហរណ៍ចាប់បង្វិលអា X គេវិញអា X ចុចមកកណ្ដាលជាប់ស្វែងរកអា X លេងគេលេងមកកណ្ដាលមកយើងបង្វិលបានលឿនពេកចុច shift ឲ្យជាប់បង្វិលមួយតោះនេះប៉ុណ្ណឹងមកស្ដាំលេងវាចោលវិញចឹងយើងអាចធ្វើការគ្រប់គ្រងទៅលើ position rotation ហើយនិង scale របស់យើងកាន់តែងាយជាងមុនឧទាហរណ៍ទៅនឹង MT នេះម្ដងមកទៅស្វាទេអីក៏ដោយយើងអាចជាអក្សរ G ដើម្បីធ្វើការ grab វាអញ្ចឹង grab ឡើងចុះទៅលើអា Z អញ្ចឹងធ្វើម៉េចអូសមកកណ្ដាលមកឲ្យចំអា Z highlight វាហើយយើងអាចរំកិលបានតាមចិត្តអូខេគឺបែបហ្នឹងចុចមកស្ដាំវិញគឺបញ្ចប់គ្រប់យ៉ាងអូខេយើងសង្ឃឹមថាវាអាចជួយការងារក្នុងការ navigate ទៅលើ object របស់យើងកាន់តែលឿនជាងមុនអរគុណជួបគ្នាក្នុងវីដេអូក្រោយ